ខ្ញុំរៀបរាប់ទាំងយំនាងសុំខ្ញុំពីភាសាខ្ញុំភាំងស្មារតីបេះដូលដាច់ភ្ងានាងប្រាប់ខ្ញុំថាមានកូនជាមួយប្តីខ្ញុំប្រពន្ធរៀបការពេញច្បាប់បាយត្រូវឈឺចាប់ស្ទើរស្លំសាទេអារម្មណ៍ទឹកភ្នែកខ្ញុំហូរដោយគ្មានបង្ខំនាងអងបោសុំចែក